ប្រទេសឃើញពលរដ្ឋចំនួន41នាក់មេខ្យល់យកមកលាក់ទុកនៅក្នុងចំការរិស័យបំរុងនឹងធ្វើការឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់នៅចំណុចភូមិកណ្ដាលឃុំអូស្រឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនៅថ្ងៃទី23ខែមេសាឆ្នាំ2025នៅវេលាម៉ោង 13:15 នាទីរសៀលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្រឡៃនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនិងប្រជាការពារបានល្បាតតាមភូមិសាស្ត្រក៏បានប្រទះឃើញបងប្អូនប្រជាពលរដ្ឋជាពលករបំរុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន41នាក់ក្នុងនោះស្រី18នាក់ក្មេង6នាក់ដែលមេខ្យល់យកមកលាក់ទុកនៅក្នុងចំការរិស័យមួយកន្លែងរួចបាននាំខ្លួនពួកគាត់មកប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្រឡៃបងប្អូនប្រជាពលរដ្ឋទាំងនោះដែលបានមកពីខេត្តចំនួន4មាន1ខេត្តបន្ទាយមានជ័យមានចំនួន17នាក់2ខេត្តព្រៃវែងមានចំនួន4នាក់3ខេត្តបៃលិនមានចំនួន5នាក់4ខេត្តបាត់ដំបងមានចំនួន15នាក់បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានធ្វើការអប់រំធ្វើកិច្ចសន្យានិងណែនាំឲ្យពួកគាត់ត្រឡប់ទៅវិញធ្វើឯកសារស្របច្បាប់ដើម្បីពួកគាត់ងាយស្រួលឆ្លងដែនស្វែងរកការងារធ្វើដោយមិនពិបាកភ័យខ្លាច